នាំភាពស័ក្តិសិទ្ធិមកកាន់ជីវិតមិនថាអ្នកជានរណានៅទីណាឬស្ថានភាពបច្ចុប្បន្នយ៉ាងម៉េចទេភាពស័ក្តិសិទ្ធិនៃការដឹងគុណនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងមូលខ្ញុំទទួលសម្បត្តិពីមនុស្សរាប់ពាន់នាក់ដែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់នឹកគិតមិនដល់ហើយពួកគេបានផ្លាស់ប្ដូរជីវិតទាំងស្រុងដោយការអនុវត្តការដឹងគុណខ្ញុំធ្លាប់ឃើញភាពស័ក្តិសិទ្ធិកើតឡើងដល់សុខភាពទាំងដែលការដើមឡើយគ្មានសង្ឃឹមទាល់តែសោះខ្ញុំធ្លាប់ឃើញជីវិតអាពាហ៍ពិពាហ៍និងទំនាក់ទំនងដែលបែកបាក់ប្រែคล้ายមកជាទំនាក់ទំនងដ៏សែនវិសេសខ្ញុំធ្លាប់ឃើញមនុស្សដែលក្រីក្របំផុតคล้ายមកជាអ្នកមាននិងខ្ញុំធ្លាប់ឃើញមនុស្សដែលបាក់ទឹកចិត្តអស់សង្ឃឹមคล้ายជាមនុស្សដែលមានជីវិតរីករាយសមតាមប្រាថ្នាមកជាច្រើនការដឹងគុណអាចផ្លាស់ប្ដូរសម្ព័ន្ធភាពរបស់អ្នកទៅរកសម្ព័ន្ធភាពដ៏ល្អមានន័យនិងរីករាយយ៉ាងមហស្ចារ្យដោយមិនសំខាន់ថាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពបែបណាទេការដឹងគុណជួយឲ្យអ្នកកាន់តែមានបានយ៉ាងមហស្ចារ្យដើម្បីឲ្យអ្នកមានប្រាក់ធ្វើអ្វីដែលអ្នកចង់ធ្វើជួយឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើងនិងនាំមកនូវសេចក្តីសុខដែលអ្នកពុំធ្លាប់មានពីមុនមកការដឹងគុណនិងសម្ដែងភាពស័ក្តិសិទ្ធិរបស់វាធ្វើឲ្យអ្នករីកចម្រើនក្នុងអាជីពការងារបង្កើនភាពជោគជ័យនិងធ្វើឲ្យក្តីស្រមៃឬអ្វីដែលអ្នកប្រាថ្នាคล้ายជាការពិតតាមពិតមិនថាអ្នកចង់คล้ายជាអ្វីចង់ធ្វើអ្វីឬចង់មានអ្វីនោះទេការដឹងគុណគឺជាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យអ្នកទទួលបានវាថាមពលដ៏អស្ចារ្យនៃការដឹងគុណនឹងផ្លាស់ប្ដូរជីវិតអ្នកឲ្យភ្លឺចញ្ចែងចញ្ចាចដូចមាសពេលអ្នកអនុវត្តការដឹងគុណអ្នកនឹងយល់ពីបញ្ហាដែលកើតឡើងក្នុងជីវិតអ្នកនិងរឿងជាច្រើនដែលអ្នកគួរតែបានតែបែរជារបូតទៅវិញពេលអ្នកអនុវត្តដោយការដឹងគុណអ្នកនឹងភ្ញាក់រាល់ព្រឹកដោយក្តីរំភើបក្នុងការមានជីវិតរស់នៅអ្នកនឹងឃើញថាអ្នកស្រឡាញ់ជីវិតខ្លាំងណាស់អ្វីគ្រប់យ៉ាងហាក់ដូចជាបានមកដោយងាយទាំងមិនបាច់ប្រឹងមានអារម្មណ៍ធូរស្រាលដូចរោមបក្សីនិងមានសេចក្តីសុខជាងមុននៅពេលមានអ្វីចោទឡើងក្នុងជីវិតអ្នកនឹងដឹងភ្លាមថាតើយកឈ្នះវាដូចម្ដេចហើយរៀនសូត្រពីរឿងដែលកើតឡើងនោះជារៀងរាល់ថ្ងៃគឺរឿងមហស្ចារ្យជារៀងរាល់ថ្ងៃនឹងកាន់តែមហស្ចារ្យជាងកាលអ្នកនៅក្មេងតើជីវិតរបស់អ្នកអស្ចារ្យដែរឬទេអ្នកអាចប្រាប់នៅពេលនេះបានថាតើអ្នកអនុវត្តដោយការដឹងគុណក្នុងជីវិតច្រើនប៉ុណ្ណាចូលសម្លឹងមើលរឿងសំខាន់ក្នុងជីវិតបញ្ហាប្រាក់សុខភាពសេចក្តីសុខអាជីពការងារផ្ទះសម្បែងនិងសម្ព័ន្ធភាពជីវិតដែលសម្បូរបែបនិងអស្ចារ្យគឺការអនុវត្តការដឹងគុណហើយទទួលបានការតបស្នងយ៉ាងមហស្ចារ្យចំណែកជីវិតដែលមិនសម្បូរបែបនិងអស្ចារ្យក៏ព្រោះតែខ្វះការដឹងគុណនោះឯងវាជាការពិតដ៏សាមញ្ញបំផុតបើអ្នកមិនដឹងគុណអ្នកនឹងមិនទទួលបានត្រឡប់មកវិញដ៏ច្រើននោះទេអ្នកបានបញ្ឈប់ភាពស័ក្តិសិទ្ធិដែលគួរកើតមានជាបន្តបន្ទាប់ក្នុងជីវិតរបស់អ្នកនៅពេលអ្នកមិនដឹងគុណមានន័យថាអ្នកបញ្ឈប់លំហូរចូលនៃសុខភាពល្អប្រសើរសម្ព័ន្ធភាពល្អប្រសើរភាពសប្បាយរីករាយប្រាក់កាសដ៏សម្បូរហូរហៀរនិងការរីកចម្រើនក្នុងការងារក្នុងមុខរបរអាជីពឬធុរកិច្ចដើម្បីទទួលបានអ្វីមួយអ្នកត្រូវឲ្យនេះគឺជាច្បាប់ការដឹងគុណគឺនិយាយពាក្យអរគុណបើពុំដូច្នេះទេវានឹងកាត់បន្ថយភាពស័ក្តិសិទ្ធិចេញពីខ្លួនអ្នកនិងពីការទទួលបាននៅអ្វីដែលអ្នកចង់បានក្នុងជីវិតលទ្ធផលនៃការរមើលគុណគឺបើយើងមិនដឹងគុណប្រៀបដូចយើងកំពុងស្មានថារបស់ផ្សេងរត់ចូលមករកយើងដោយខ្លួនឯងការគិតស្មានបែបនេះមានន័យថា
យើងកំពុងតែចម្រាញ់យកអ្វីមួយចេញពីខ្លួនឯងទាំងមិនដឹងខ្លួនច្បាប់នៃការស្រូបទាញពោលថាវត្ថុដែលដូចគ្នានឹងមានកម្លាំងស្រូបទាញចូលមករកគ្នាដូច្នេះបើយើងគិតស្មានថារបស់ផ្សេងត្រូវស្រូបទាញចូលមកដោយខ្លួនឯងយើងក៏ត្រូវរងការស្រូបទាញត្រឡប់ទៅវិញជាផលតបស្នងចូលចាំថាអ្នកដែលមិនចេះដឹងគុណទោះជាគេមានអ្វីក៏ដោយក៏នឹងត្រូវស្រូបទាញទៅវិញដោយជៀសមិនផុតឡើយពិតណាស់ថាអ្នកធ្លាប់ដឹងគុណអ្វីជាច្រើនមកហើយនៅក្នុងជីវិតតែដើម្បីជួបភាពស័ក្តិសិទ្ធិនិងដើម្បីឲ្យកើតការផ្លាស់ប្ដូរយ៉ាងពេញទីដល់ស្ថានភាពបច្ចុប្បន្នរបស់អ្នកត្រូវតែដឹងគុណហើយធ្វើឲ្យវាคล้ายជាមាគ៌ាថ្មីក្នុងការដឹកនាំជីវិតរបស់អ្នករូបមន្តនៃភាពស័ក្តិសិទ្ធិចំណេះដឹងគឺជាកំណប់ទ្រព្យតែការអនុវត្តគឺជាកូនសោឆ្ពោះទៅរកកំណប់ទ្រព្យនោះនៅក្នុងរឿងព្រេងនិងរឿងនិទាននិយាយថាដើម្បីនាំភាពស័ក្តិសិទ្ធិមកឲ្យអ្នកណាម្នាក់ជាដំបូងត្រូវនិយាយពាក្យស័ក្តិសិទ្ធិហើយដើម្បីទាញភាពស័ក្តិសិទ្ធិពីការដឹងគុណជាដំបូងអ្នកត្រូវនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណខ្ញុំមិនអាចប្រាប់បានទេថាពាក្យអរគុណសំខាន់យ៉ាងណាចំពោះជីវិតអ្នកដើម្បីរស់នៅដោយការរលឹកដឹងគុណដើម្បីជួបភាពស័ក្តិសិទ្ធិក្នុងជីវិតអរគុណគឺជាពាក្យតែពីរម៉ាត់គត់ដែលអ្នកត្រូវនិយាយយ៉ាងតាំងចិត្តនិងប្រើអារម្មណ៍ជ្រាលជ្រៅជាងពាក្យណាទាំងអស់ពាក្យពីរម៉ាត់នេះត្រូវតែคล้ายជាអត្តសញ្ញាណរបស់អ្នកអរគុណគឺជាស្ពានសម្រាប់ឲ្យអ្នកឆ្លងពីចំណុចដែលអ្នកកំពុងនៅនាពេលនេះឆ្ពោះទៅរកជីវិតក្នុងក្តីសុបិនរូបមន្តនៃភាពស័ក្តិសិទ្ធិគឺ1គិតនិងនិយាយពាក្យស័ក្តិសិទ្ធិយ៉ាងតាំងចិត្តថាអរគុណ2អ្នកគិតនិងនិយាយពាក្យស័ក្តិសិទ្ធិអរគុណយ៉ាងតាំងចិត្តច្រើនប៉ុណ្ណាអ្នកនឹងកាន់តែមានអារម្មណ៍ដឹងគុណច្រើនឡើងតាមនោះដែរ3អ្នកកាន់តែគិតនិងដឹងគុណច្រើនប៉ុណ្ណាអ្នកក៏កាន់តែមានសេចក្តីសុខច្រើនទៅតាមនោះដែរការដឹងគុណគឺអារម្មណ៍ដូច្នេះគោលដៅខ្ពស់បំផុតនៃការអនុវត្តការដឹងគុណគឺការប្រើអារម្មណ៍យ៉ាងតាំងចិត្តឲ្យច្រើនតាមដែលអាចធ្វើបានព្រោះវាជាកម្លាំងជួយពន្លឿនភាពស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកច្បាប់ញូតនគឺ1ស្មើ1អ្នកឲ្យអ្វីអ្នកនឹងទទួលបានរបស់នោះត្រឡប់មកវិញស្មើគ្នាមានន័យថាបើអ្នកបង្កើនអារម្មណ៍ដឹងគុណកាន់តែខ្លាំងជីវិតរបស់អ្នកនឹងពង្រីកស្មើនឹងអារម្មណ៍នោះដែរអារម្មណ៍កាន់តែខ្លាំងក្លាប៉ុណ្ណាការដឹងគុណកាន់តែជ្រាលជ្រៅប៉ុណ្ណាជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរកាន់តែលឿនតាមដែរពេលរកឃើញថាការអនុវត្តដ៏តិចតួចមានភាពងាយស្រួលក្នុងការរួមបញ្ចូលការដឹងគុណទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនិងរកឃើញលទ្ធផលនៃភាពស័ក្តិសិទ្ធិដែលកើតឡើងដល់ខ្លួនអ្នកហើយអ្នកនឹងគ្មានថ្ងៃចង់ត្រឡប់ទៅរកជីវិតដូចមុនទៀតឡើយបើអ្នកអនុវត្តការដឹងគុណតិចជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរតិចដែរបើអនុវត្តច្រើនរាល់ថ្ងៃជីវិតក៏នឹងផ្លាស់ប្ដូរយ៉ាងអស្ចារ្យដោយវិធីងាយៗដែលអ្នកស្ទើរតែនឹកស្មានមិនដល់សៀវភៅស័ក្តិសិទ្ធិនៅពេលសម្ដែងការដឹងគុណយើងមិនត្រូវភ្លេចថាការដឹងគុណដ៏ខ្ពស់បំផុតមិនមែនគ្រាន់តែនិយាយពាក្យចេញមកទេតែត្រូវស៊ីចង្វាក់គ្នានឹងជីវិតប្រចាំថ្ងៃផងដែរសៀវភៅនេះមានគោលប្រតិបត្តិស័ក្តិសិទ្ធិចំនួន28ដែលត្រូវបានរចនាឡើងមកជាពិសេសដើម្បីឲ្យអ្នករៀនចេះពីវិធីប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណចំពោះសុខភាពលុយកាក់ការងារនិងសម្ព័ន្ធភាពរបស់អ្នកនិងដើម្បីឲ្យក្តីប្រាថ្នាដ៏តូចនិងសុបិនដ៏អស្ចារ្យរបស់អ្នកคล้ายជាការពិតអ្នកនឹងបានរៀនពីវិធីអនុវត្តដោយការដឹងគុណដើម្បីចាត់ការបញ្ហានិងផ្លាស់ប្ដូរស្ថានភាពអវិជ្ជមានណាមួយផងដែរអ្នកនឹងចាប់អារម្មណ៍ពេលបានអានចំណេះដឹងអំពីការផ្លាស់ប្ដូរជីវិតនេះ
តែបើមិននាំយកអ្វីដែលបានអាននេះទៅអនុវត្តទេចំណេះដឹងទាំងនេះនឹងរត់ចូលទៅក្នុងសៀវភៅវិញអស់ហើយឱកាសល្អៗដែលនឹងត្រូវស្រូបទាញមកផ្លាស់ប្ដូរជីវិតរបស់អ្នកដ៏ងាយស្រួលក៏នឹងរលាយបាត់អស់ដែរដើម្បីឲ្យជឿជាក់ថារឿងនេះនឹងមិនកើតឡើងអ្នកចាំបាច់ត្រូវអនុវត្តដោយការដឹងគុណឲ្យជាប់រហូតគ្រប់28ថ្ងៃដើម្បីឲ្យកោសិកានិងចិត្តក្រោមលំនឹងរបស់អ្នកជោគជាំទៅដោយរឿងនេះទើបអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានជារៀងរហូតគោលប្រតិបត្តិនេះត្រូវបានរចនាមកយ៉ាងសម្បូរបែបជាបន្តបន្ទាប់រហូតដល់ទៅ28ថ្ងៃដើម្បីឲ្យការដឹងគុណរបស់អ្នកក្លាយជាទម្លាប់និងជាវិថីថ្មីនៃជីវិតការអនុវត្តដោយការដឹងគុណជាបន្តបន្ទាប់ច្រើនថ្ងៃយ៉ាងតាំងចិត្តសូមធានាថាអ្នកនឹងឃើញភាពស័ក្តិសិទ្ធិចូលមកក្នុងជីវិតអ្នកយ៉ាងឆាប់រហ័សក្នុងគោលប្រតិបត្តិស័ក្តិសិទ្ធិនីមួយៗគឺជាកំណប់នៃដំបូន្មានអាថ៌កំបាំងដែលនឹងពង្រីកចំណេះដឹងរបស់អ្នកក្នុងគោលប្រតិបត្តិនីមួយៗនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់អំពីដំណើរជីវិតហើយវាជាការងាយណាស់ក្នុងការទទួលបានជីវិតដូចក្តីសុបិន12គោលប្រតិបត្តិដំបូងប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណសម្រាប់អ្វីដែលអ្នកកំពុងតែមានក្នុងពេលនេះនិងសម្រាប់អ្វីដែលអ្នកបានទទួលកាលពីអតីតព្រោះប្រសិនបើអ្នកមិនដឹងគុណចំពោះអ្វីដែលអ្នកមាននិងអ្វីដែលអ្នកបានទទួលមកហើយភាពស័ក្តិសិទ្ធិនឹងមិនធ្វើការទេហើយអ្នកក៏នឹងមិនទទួលបានអ្វីលើសពីនេះទៀតដែរគោលប្រតិបត្តិ12ដំបូងនេះនឹងជួយឲ្យភាពស័ក្តិសិទ្ធិនៃការដឹងគុណចាប់ផ្ដើមធ្វើការបានភ្លាមៗទាន់ពេលវេលា10គោលប្រតិបត្តិស័ក្តិសិទ្ធិបន្ទាប់គឺប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីក្តីប្រាថ្នារបស់អ្នកសុបិនរបស់អ្នកនិងគ្រប់យ៉ាងដែលអ្នកចង់បានតាមរយៈគោលប្រតិបត្តិទាំង10នេះវានឹងធ្វើឲ្យសុបិនរបស់អ្នកคล้ายជាការពិតហើយអ្នកក៏នឹងឃើញបរិយាកាសក្នុងជីវិតអ្នកផ្លាស់ប្ដូរយ៉ាងអស្ចារ្យ6គោលប្រតិបត្តិចុងក្រោយនឹងនាំអ្នកទៅរកកម្រិតថ្មីទាំងស្រុងជាទីដែលអ្នកជ្រោតជ្រាបដោយការដឹងគុណគ្រប់កោសិកានៃរាងកាយនិងចិត្តគំនិតអ្នកនឹងរៀនចេះពីវិធីប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីជួយអ្នកដទៃកម្ចាត់បញ្ហានិងដោះស្រាយស្ថានភាពផ្សេងៗឬសភាពការអវិជ្ជមានដែលអ្នកត្រូវប្រឈមពេញមួយជីវិតអ្នកមិនចាំបាច់ខ្វល់នឹងប្រតិទិនជីវិតរបស់អ្នកទេព្រោះគោលប្រតិបត្តិនីមួយៗត្រូវបង្កើតឡើងមកជាពិសេសដែលសមស្របនឹងជីវិតប្រចាំថ្ងៃរបស់អ្នកហើយមិនថាថ្ងៃធ្វើការថ្ងៃចុងសប្តាហ៍ថ្ងៃបុណ្យឬថ្ងៃឈប់សម្រាកអ្វីអ្នកក៏អាចយកការដឹងគុណជាប់ខ្លួនបានយកតាមទៅគ្រប់ទីកន្លែងដែលអ្នកទៅមិនថាអ្នកនឹងទៅទីណាភាពស័ក្តិសិទ្ធិនឹងកើតឡើងនៅទីនោះភ្លាមប្រសិនបើអ្នកខកខានមួយថ្ងៃអ្នកនឹងបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់បានធ្វើកន្លងមកប្រសិនបើអ្នកខកខានមួយថ្ងៃពិតមែនដើម្បីឲ្យប្រកាសចិត្តថាអ្នកមិនបានកាត់បន្ថយភាពស័ក្តិសិទ្ធិរបស់អ្នកទេនោះចូលរាប់ថយក្រោយ3ថ្ងៃហើយអនុវត្តត្រង់ចំណុចនោះឡើងវិញម្ដងទៀតគោលប្រតិបត្តិខ្លះរចនាឡើងសម្រាប់ប្រើពេលព្រឹកឯខ្លះទៀតប្រើបានពេញមួយថ្ងៃដូច្នេះចូលអានគោលប្រតិបត្តិដំបូងនៃថ្ងៃនីមួយៗនៅពេលព្រឹកគោលប្រតិបត្តិខ្លះត្រូវអានតាំងពីយប់ព្រោះវាត្រូវចាប់ផ្ដើមប្រើតាំងពីអ្នកភ្ញាក់ពីដំណេកហើយខ្ញុំនឹងប្រាប់ថាតើពេលណាគួរចាប់ផ្ដើមអនុវត្តអ្នកប្រហែលជាចង់អានគោលប្រតិបត្តិសម្រាប់ថ្ងៃបន្ទាប់នៅមុនពេលចូលដេកដើម្បីបានត្រៀមខ្លួនបើដូច្នេះមែនសូមឲ្យប្រកាសចិត្តថា
អ្នកនឹងអានគោលប្រតិបត្តិនោះឡើងវិញម្ដងទៀតនៅពេលព្រឹកបើមិនចង់ធ្វើតាមគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28នេះជាលំដាប់លំដោយទេអ្នកអាចប្រើវិធីផ្សេងក៏បានឬអាចជ្រើសរើសគោលប្រតិបត្តិស័ក្តិសិទ្ធិណាមួយដែលអ្នកយល់ថាវាសំខាន់ក្នុងជីវិតដែលអ្នកចង់ផ្លាស់ប្ដូរឬកែលម្អអ្នកអាចប្រើគោលប្រតិបត្តិនោះបន្តបន្ទាប់គ្នាប្រហែល3ថ្ងៃឬរាល់ថ្ងៃសម្រាប់មួយសប្តាហ៍ឬអ្នកអាចប្រើគោលប្រតិបត្តិស័ក្តិសិទ្ធិមួយក្នុងមួយសប្តាហ៍ឬ2ក្នុងមួយសប្តាហ៍ក៏បានចំណុចដែលខុសគ្នាគឺអ្នកត្រូវចំណាយពេលយូរជាងទម្រាំតែឃើញការផ្លាស់ប្ដូរក្នុងជីវិតក្រោយពី28ថ្ងៃនៅពេលបញ្ចប់គោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28ថ្ងៃហើយអ្នកអាចជ្រើសរើសការអនុវត្តគោលប្រតិបត្តិខ្លះដើម្បីបន្ថែមភាពស័ក្តិសិទ្ធិនៅពេលណាដែលចាំបាច់ដូចជាដើម្បីសុខភាពលុយកាក់ឬនៅពេលអ្នកចង់បានការងារក្នុងក្តីសុបិនបង្កើតភាពជោគជ័យក្នុងការងារកែលម្អសម្ព័ន្ធភាពឬប្រសិនបើចង់បន្តគោលប្រតិបត្តិនៃការដឹងគុណអ្នកអាចបើកសៀវភៅនេះផ្សងមើលសិនបើបើកចំគោលប្រតិបត្តិណាមួយគឺគោលប្រតិបត្តិនោះហើយដែលអ្នកចង់ស្រូបទាញមកនោះទើបវាជាគោលប្រតិបត្តិដ៏ល្អបំផុតដែលអ្នកអាចអនុវត្តបានក្នុងថ្ងៃនោះជាចុងបញ្ចប់នៃគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28ថ្ងៃមានអនុសាសន៍នៃគោលប្រតិបត្តិដែលអ្នកអាចប្រើជាសង្ខេបបានហើយវានឹងជួយពន្លឿនឲ្យកើតរឿងស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកតើអ្នកអនុវត្តការដឹងគុណច្រើនហួសពេកឬទេអត់ទេតើជីវិតរបស់អ្នកស័ក្តិសិទ្ធិពេកទេឬកម្រណាស់ចូលអនុវត្តគោលប្រតិបត្តិម្ដងហើយម្ដងទៀតដើម្បីឲ្យការដឹងគុណច្រូតជ្រាបចូលទៅក្នុងសតិសម្បញ្ញៈនិងក្លាយជាទម្លាប់មួយបែបថ្មីរបស់អ្នកបន្ទាប់ពីគ្រប់28ថ្ងៃហើយអ្នកនឹងរៀបចំប្រព័ន្ធខួរក្បាលបែបថ្មីផ្សំបណ្ដុះការដឹងគុណក្នុងចិត្តក្រោមលំនឹកគឺកន្លែងរាប់ថាជារឿងទី1ដែលផុសចេញមកដោយស្វ័យប្រវត្តិទៅក្នុងចិត្តរបស់អ្នកនៅគ្រប់ស្ថានភាពភាពស័ក្តិសិទ្ធិដែលអ្នកបានជួបនឹងជាកម្លាំងបណ្ដាចិត្តដល់អ្នកព្រោះនៅពេលអ្នកបញ្ចូលការដឹងគុណទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកហើយនោះជីវិតអ្នកនឹងមិនខ្វះទស្សនីយភាពដ៏រំភើបឡើយតើក្តីស្រមៃរបស់អ្នកគឺអ្វីគោលប្រតិបត្តិស័ក្តិសិទ្ធិជាច្រើនត្រូវរចនាឡើងមកដើម្បីធ្វើឲ្យសុបិនរបស់អ្នកคล้ายជាការពិតដូច្នេះអ្នកត្រូវប្រកាសនៅអ្វីដែលអ្នកចង់បានពិតអង្គុយនៅមុខកុំព្យូទ័រឬក្រដាសប៊ិចហើយធ្វើបញ្ជីនៅអ្វីដែលអ្នកចង់បានពិតគ្រប់ជ្រុងនៃជីវិតចូលគិតឲ្យល្អិតល្អន់នៅអ្វីដែលអ្នកចង់បានចង់ធ្វើឬចង់មានក្នុងជីវិតទាំងផ្នែកទំនាក់ទំនងអាជីពការងារលុយកាក់សុខភាពនិងគ្រប់ផ្នែកដែលសំខាន់ចំពោះអ្នកត្រូវសរសេរឲ្យលម្អិតនិងចំតាមដែលអាចធ្វើបានចូលចាំថាការងាររបស់អ្នកគឺធ្វើបញ្ជីនៅអ្វីដែលអ្នកត្រូវការតែប៉ុណ្ណោះមិនមែនវិធីដែលអ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការទេពាក្យវិធីនឹងត្រូវការសម្រាប់អ្នកនៅពេលការដឹងគុណចាប់ផ្ដើមដំណើរការបើអ្នកចង់បានការងារល្អឬការងារក្នុងសុបិនចូលគិតដល់អ្វីគ្រប់យ៉ាងចំពោះការងារដែលអ្នកចង់បានគិតដល់អ្វីដែលសំខាន់ចំពោះអ្នកដូចជាប្រភេទនៃការងារដែលអ្នកចង់ធ្វើអារម្មណ៍បែបណាក្នុងការធ្វើការងារដែលអ្នកចង់បានក្រុមហ៊ុនប្រភេទណាដែលចង់ធ្វើការជាមួយមនុស្សប្រភេទណាដែលអ្នកចង់ធ្វើការជាមួយម៉ោងណាដែលអ្នកចង់បានកន្លែងការងារនៅទីកន្លែងណាចង់បានប្រាក់ខែប៉ុន្មានឬគិតឲ្យម៉ត់ចត់ច្បាស់លាស់ពីអ្វីដែលអ្នកចង់បានក្នុងការងារហើយកត់សេចក្តីលម្អិតទុក
ទាំងអស់បើអ្នកត្រូវការប្រាក់សម្រាប់ការសិក្សារបស់កូនចូលសរសេរលម្អិតអំពីការសិក្សារបស់ពួកគេដូចជាចង់ឲ្យពួកគេរៀននៅសាលាណាតម្លៃសិក្សាប៉ុន្មានតម្លៃសៀវភៅអាហារសម្លៀកបំពាក់និងថ្លៃធ្វើដំណើរប៉ុន្មានដើម្បីឲ្យអ្នកបានដឹងច្បាស់ថាតើចំនួនប្រាក់ប៉ុន្មានដែលអ្នកត្រូវការបើអ្នកចង់ធ្វើដំណើរកម្សាន្តចូលសរសេរលម្អិតពីប្រទេសផ្សេងដែលអ្នកចង់ទៅចង់ធ្វើដំណើរកម្សាន្តយូរប៉ុណ្ណាចង់ឃើញនិងចង់ធ្វើអ្វីខ្លះចង់ស្នាក់នៅទីណានិងចង់ទៅដើរលេងដោយវិធីអ្វីបើអ្នកចង់បានដៃគូល្អចូលសរសេរលម្អិតពីលក្ខណៈសម្បត្តិរបស់មនុស្សដែលអ្នកចង់បានបើអ្នកចង់កែលម្អសម្ព័ន្ធភាពឲ្យល្អប្រសើរចូលសរសេរលម្អិតពីសម្ព័ន្ធភាពដែលអ្នកចង់កែលម្អថាតើអ្នកចង់ឲ្យសម្ព័ន្ធភាពនោះទៅជាបែបណាបើចង់មានសុខភាពល្អឬសភាពរាងកាយរឹងមាំត្រូវតម្រង់ឲ្យចំផ្លូវដែលចង់កែលម្អសុខភាពឬរាងកាយបើចង់បានផ្ទះដូចក្នុងសូបិនចូលសរសេរលម្អិតគ្រប់យ៉ាងអំពីផ្ទះដែលចង់បានពីបន្ទប់មួយទៅបន្ទប់មួយបើមានវត្ថុណាមួយដែលអ្នកចង់បានដូចជាឡានសម្លៀកបំពាក់ឬរបស់របរប្រើប្រាស់ផ្សេងចូលសរសេរចូលទៅបើចង់ធ្វើអ្វីមួយឲ្យជោគជ័យដូចជាប្រឡងជាប់ទទួលបានសញ្ញាបត្រឈ្នះក្នុងការលេងកីឡាជោគជ័យក្នុងអាជីពជាតន្ត្រីករពេទ្យអ្នកនិពន្ធអ្នកសម្ដែងអ្នកវិទ្យាសាស្ត្រឬធុរជនឬអ្វីក៏ដោយដែលអ្នកចង់ធ្វើឲ្យសម្រេចចូលសរសេរចូលទៅសរសេរឲ្យជាក់លាក់ជាទីបំផុតតាមដែលអាចធ្វើបានខ្ញុំសូមជំរុញយ៉ាងខ្លាំងក្លាឲ្យអ្នកថែរក្សាបញ្ជីសុបិនរបស់អ្នករហូតពេញមួយជីវិតសរសេររឿងតូចរឿងធំឬរឿងដែលអ្នកចង់បាននៅពេលនេះខែនេះឬឆ្នាំនេះចូលទៅនៅពេលអ្នកគិតឃើញអ្វីផ្សេងទៀតចូលសរសេរវាទៅក្នុងបញ្ជីនៅពេលបានសម្រេចរឿងណាមួយហើយចូលលុបចំណុចនោះចោលវិធីងាយក្នុងការធ្វើបញ្ជីនៅអ្វីដែលអ្នកចង់បានគឺបែងចែកចំណងជើងធំដូចជាសុខភាពនិងរាងកាយលុយកាក់សេចក្តីប្រាថ្នាផ្ទាល់ខ្លួនអាជីពនិងការងារសម្ព័ន្ធភាពរបស់របរជាដុំកំភួនបន្ទាប់មកសរសេរលម្អិតបន្ថែមនៅអ្វីដែលអ្នកចង់បានចូលទៅក្នុងចំណងជើងធំនីមួយនោះនៅពេលប្រកាសចិត្តហើយថាអ្នកត្រូវការអ្វីគឺអ្នកកំពុងតែស្វែងរកវិធីចង់បានថាមពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីផ្លាស់ប្ដូរជីវិតហើយអ្នកនឹងត្រៀមជាស្រេចក្នុងការចាប់ផ្ដើមការផ្សងព្រេងដែលគួរឲ្យរំភើបនិងរំជួលចិត្តជាទីបំផុតដែលអ្នកមិនធ្លាប់ជួបកន្លងមក